ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំនិយាយវីដេអូសឹងតែរាល់ថ្ងៃនេះណាមិនមែនថាការដែលយើងរងគ្រោះហើយមួយថ្ងៃចប់ហើយវាពាក់ព័ន្ធជាមួយនឹងជីវិតយើងរាល់ថ្ងៃហើយរឿងមួយកើតឡើងមកហើយនៅមានរឿងមួយកើតមកជាបន្តហូរហែហើយសួរថារឿងកើតមកទាំងអស់ហ្នឹងសួរថាវាមិនពាក់ព័ន្ធជាមួយនឹងការដឹកនាំដែរទេវាពាក់ព័ន្ធវាច្បាស់ណាស់ណាជាមួយនឹងប្រទេសខ្មែរយើងណារដ្ឋាភិបាលតាំងកពិតទៅរដ្ឋត្រូវមានមុនរាជមូលហេតុអីបានរដ្ឋត្រូវមានមុនរាជរដ្ឋាភិបាលណែគេមានឱកាសសម្របសម្រួលឲ្យពលរដ្ឋគេរកស៊ីរដ្ឋាភិបាលជួយប្រព័ន្ធការដូចថាឧបត្ថម្ភពលរដ្ឋឬក៏រដ្ឋក៏ត្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីឲ្យពលរដ្ឋងាយស្រួលក្នុងការដឹកជញ្ជូនងាយស្រួលក្នុងការរកស៊ីតើកាលណាពលរដ្ឋខ្មែរតើរដ្ឋមានឲ្យជួយដល់ពលរដ្ឋនឹងខ្លាយទៅជាអ្នកមាននឹងបង់ពន្ធធ្វើឲ្យរដ្ឋនឹងកាន់តែរីកចម្រើនក៏ប៉ុន្តែសប្តាហ៍ថ្ងៃនេះខ្មែរយើងស្លាប់សេដ្ឋកិច្ចស្ដោកហេតុអីបានខ្ញុំនិយាយបែបហ្នឹងខាងយួនគេយកទឹកដីខ្មែរហើយគេព្យាយាមសម្លាប់សេដ្ឋកិច្ចខ្មែរយើងទៀតមិនមែនត្រឹមតែសម្លាប់ក្នុងប្រទេសទេសម្លាប់ទាំងក្រៅប្រទេសទៀតព្រោះពលរដ្ឋខ្មែរមិនមែនមានតែក្នុងស្រុកទេពលរដ្ឋខ្មែរមានក្រៅប្រទេសដែរហើយយួនសៀមមកក៏ចឹងទៀតសៀមមកគេបាញ់បោះគេសម្លាប់គេប្លន់គេដុតកំទេចផ្ទះពលរដ្ឋដែលពលរដ្ឋខំរកស៊ីទាំងញើសទាំងឈាមពលរដ្ឋខ្លះណាទៅរកស៊ីពលករនៅស្រុកសៀមរាប់សិបឆ្នាំតពីឪតមកកូនតម្រាំមកបានផ្ទះមួយតម្រាំទៅបានដីមកប្លង់ហ្នឹងហើយត្រូវបានសៀមមកប្លន់ដីយកត្រង់ហ្នឹងទៀតណាពលរដ្ឋខ្មែរយើងទៅស៊ីឈ្នួលគេហើយយកលុយមកកសាងហ្នឹងហើយគេយកមកយកដីហ្នឹងហើយគេកំទេចផ្ទះគាត់ហ្នឹងទៀតសួរថាឈឺដែរប៉ុណ្ណឹងអាហ្នឹងជាចំណែកមួយទៀតរឿងសេដ្ឋកិច្ចបងប្អូនឃើញថាកោះត្រល់កោះគុជហ្នឹងសួរថាតើសៀមនឹងយួនវាបែងចែកពាក់កណ្ដាលម្នាក់ហ្នឹងសួរថាយើងគិតថាស្រួលទេប៉ុណ្ណឹងយើងគិតថាអូអត់បញ្ហាទេមែនយើងគិតថាយើងអាចរស់បានតាមរយៈដឹកជញ្ជូនផ្លូវអាកាសហើយមែនណូមិនមែនបែបហ្នឹងទេនេះផ្លូវទឹករបស់យើងជាចំណែកមួយដ៏សំខាន់នាំឲ្យវ៉ាន់ចេញក្រៅប្រទេសបងប្អូននៅក្រៅប្រទេសណាជាពិសេសអ្នកចំនួនរកស៊ីអាជីវករឬក៏អ្នករកស៊ីអីខ្លួនឯងនឹងដឹងច្បាស់ណាថាហេតុអីបានត្រូវទិញអីវ៉ាន់ដាក់តាមកប៉ាល់ហោះណាដាក់ជើងយន្តហោះមកដាក់តាមជើងយន្តហោះមកបងពន្ធថ្លៃឲ្យត្រូវគិតពន្ធពីរដ្ឋរបស់ប្រទេសដែលខ្លួនឯងយកទៅនឹងទៀតដូចបងប្អូននៅប្រទេសកូរ៉េចឹងដែរដាក់មកទាំងកេះទាំងឡាំងពេលប៉ះពេលខ្លះទៅខាងគយគេចាប់បានគេត្រូវបងផាអីចេះមួយចេះពីរសួរតែហេតុអីចាំបាច់យើងត្រូវគិតពន្ធបែបហ្នឹងដោយសារតែយើងដាក់ផ្លូវកប៉ាល់ក៏វាយូរហើយថ្លៃទៀតហើយរាល់ថ្ងៃហ្នឹងផ្លូវកប៉ាល់ហ្នឹងត្រូវតែបងពន្ធឲ្យសៀមត្រូវតែបងពន្ធឲ្យយួនណាតែដែនទឹកខ្លួនឯងមានណាតែទឹកខ្លួនឯងមានណាបងប្អូនបានដឹងទេនៅពេលដែលខ្មែរមានសង្គ្រាមមួយសៀមភ្លាមណាសៀមឆ្លៀនពៀនខ្មែរហើយវាបិទផ្លូវទឹកភ្លាមបងប្អូនឯវ៉ាន់ដែលផ្ញើពីកូរ៉េទៅកប៉ាល់ត្រូវបកក្រោយមកវិញហើយបានទៅចុះឈ្មោះស្នើសុំទៅតាមយួនម្ដងទៀតហើយវាគិតពន្ធអាហ្នឹងថ្លៃម្ដងទៀតហើយបងប្អូនដែលលក់អីវ៉ាន់ដូចជាឧទាហរណ៍ស្វាយក៏គ្មានលក់នៅស្រុកខ្មែរស្រុកកូរ៉េហ្នឹងដែរស្វាយយកពីយួនយកពីសៀមខ្ញុំសួរថៅកែដែលនាំចូលថៅកែនាំចូលថាយកពីខ្មែរបបាក់យកណាពន្ធថ្លៃណាស់ហើយនៅអញ៉ៃសភើអីណាអញ៉ៃឯកសារទៀតតង់ឲ្យផ្អឹសប៉ុន្តែបើយកពីយួនយកពីសៀមយកមកឡើងងាយស្រួលហើយធូរថ្លៃទៀតគេអាចលក់បានចំណេញងាយស្រួលទៀតសួរថាអាជីវករគេជនជាតិគេហ្នឹងគេរកស៊ីដើម្បីអាណិតអណោចអធមខ្មែរមិនមែនគេរកស៊ីដើម្បីចំណេញគេមិនមែនរកស៊ីដើម្បីនេះទេហើយសួរថាតើរដ្ឋាភិបាលខ្មែរយើងនឹងមានគិតដំណោះស្រាយអាត្រង់ហ្នឹងទេព្យាយាមលាក់ពលរដ្ឋគ្រប់ច្រកលហកតាំងពីអវ៉ាន់នាំចេញតាំងពីស្អីហើយចំណែកដែលថាពលរដ្ឋខ្មែរយើងរងគ្រោះបែបហ្នឹងសួរថាតើពលរដ្ឋខ្មែរយើងយកអីទៅតតាំងយកពេលវេលាឯណាយកទៅគិតដល់ប្រទេសជាតិណារងគ្រោះគ្រប់កន្លែងហើយមិនមែនតែរងគ្រោះចំពោះតែដីដោយផ្ទាល់ដូចខ្មែរដែលត្រូវបានសៀមប្លន់ឬក៏យួនប្លន់ដីអីហ្នឹងទេណែយើងទាំងអស់គ្នាហ្នឹងក៏រងគ្រោះដែរយើងបងពន្ធជូនរដ្ឋតែរដ្ឋអត់មានពេលវេលាយកលុយថវិកាហ្នឹងទៅអភិវឌ្ឍជាតិទេណាយកលុយទៅកសាងតែគ្រួសារខ្លួនឯងហើយទៅកសាងស្តុបយួនអីអរគុណសន្តិភាពឬក៏អរគុណរំលឹកគុណយួនទៅទៀតរំលឹកត្រង់ណារំលឹកត្រង់តែគេបង្កើតក5សម្រាប់ខ្មែរមែនរំលឹកអរគុណគេដែលគេប្លន់ដីខ្មែរហ្នឹងមែនពលរដ្ឋខ្មែរយើងរាល់ថ្ងៃណាគេបង្កើតឲ្យភាពល្ងងខ្លៅមែនតែល្ងងខ្លៅត្រង់អីឲ្យយើងឃ្លានឲ្យយើងខ្លាចឲ្យយើងគ្មានឱកាសក្នុងការតស៊ូហេតុអីបានខ្ញុំនិយាយចឹងបងប្អូនចុះមកពីសៀមមកណាអត់មានការងារធ្វើពេលមុនសង្គ្រាមនេះសួរថាតើគាត់ហ៊ានរើបំរាស់ហ៊ានទៀមទារយុទ្ធធម៌ឲ្យខ្លួនឯងទេសូម្បីតែសៀមគេប្លន់ដីគេបាញ់សម្លាប់បងប្អូនឬក៏វិរៈកងទ័ពរយុទ្ធធម៌មិនឃើញប៉ុណ្ណឹងហើយតែថាបានផុសអូយខ្ញុំរងគ្រោះបែបនេះបែបនោះស្រួលចោតវិបត្តិញុះញង់ទៅទៀតចាប់ដាក់គុកទៀតអាហ្នឹងរងគ្រោះនៅប៉ុណ្ណឹងហើយកូនខ្មែរយើងត្រូវដឹងខ្លួនឯងផងដែរថា
nè đây hú ban trong vậy tha nè đây ai hú ban thì sẽ nè khéo bật tê bờ ai cho từ giấy rồi có từ sao chiêu chui bầm phò tay phú rót tha bị ba mùi nó là miên cầm nứt na trong ao po rót khai khuôn ai miên tê phú ta po rót khai khuôn ai miên quạt khai po rót khai nè chết đắng nó từ tại ông cái ấy quạt hay nhom sông bật chẹt không trường nào ông nó mình men miên nhom rồi có bụi bố nhom trong cái thơ đoạn tây ấy tê nhom giấy chăng còn đã trong khơi po rót khai rúประกอบដោយសេចក្តីថ្លៃថ្នូរណារាល់ថ្ងៃខ្មែរយើងគេមើងងាយគ្រប់សពសារពើក្នុងនាមជាកូនខ្មែរឈឺចិត្តទេអ្នកខ្លះហ្នឹងមិនតឹងទាំងហ៊ានថាខ្លួនឯងជាខ្មែរផងខ្មែរមួយចំនួនណាជួបនិយាយភាសាគេទៅទៀតយើងមានដឹងខ្លួនឯងតែខ្លួនឯងកំពុងតែខ្លាយទៅជាជនថោកទាបទេយើងមានដឹងតែខ្លួនឯងនឹងកំពុងតែធ្លាក់អន់ថយកម្រិតណាទេគ្រាន់តែអវ៉ាន់នាំចូលក៏យើងត្រូវកិច្ចពុនកិច្ចអីមូលហេតុអីបានយើងត្រូវកិច្ចពុនមូលហេតុដោយសារតែមេដឹកនាំមិនជួយរកដំណោះស្រាយឬក៏នាំអីវ៉ាន់ចេញតែកាលណានាំអីវ៉ាន់ចេញសេដ្ឋកិច្ចហូរចូលស្រុកខ្មែរគឺខ្មែរយើងពលរដ្ឋខ្មែរយើងនឹងខ្លាយជាអ្នកមានពលរដ្ឋខ្មែរយើងមានឱកាសក្នុងការបើកខួរក្បាលណាក៏ប៉ុន្តែបើសិនជារស់ក្រោមភាពមិនមែនថារស់ក្រោមអាណានិគមគេរស់ក្រោមការអាត្មានិយមរបស់ខ្លួនឯងក៏ជាចំណែកមួយมันអាចធ្វើឲ្យប្រទេសបើកភ្នែកបើកត្រចៀកបានដែរណាហើយយើងអាចស្អប់នយោបាយយើងអាចស្អប់អ្នកនយោបាយក៏ប៉ុន្តែមិនត្រូវស្អប់អ្នកនយោបាយទេចង់និយាយថាស្អប់អ្នកនយោបាយបានក៏ប៉ុន្តែមិនត្រូវស្អប់នយោបាយទេព្រោះនយោបាយវាពាក់ព័ន្ធជាមួយនឹងជីវភាពវាពាក់ព័ន្ធជាមួយសេដ្ឋកិច្ចខ្លួនឯងផ្ទាល់មិនបាច់ចាំថាចង់ទៅជួយទៅដល់ថ្នាក់ជួយជាតិទេជួយតែខ្លួនឯងតាមរយៈកុំឲ្យរងអយុត្តិធម៌ពីរដ្ឋដែលមិនជួយរៀបចំក្នុងគណៈពេលដែលយើងបង់ពន្ធទៅជូនរដ្ឋនេះតែប៉ុណ្្នឹងក៏បានដែរណាតែប៉ុណ្្នឹងក៏បានដែរកុំធ្វើខ្លួនឯងតែអូខ្ញុំរស់បានសុខស្រួលទេសុខស្រួលតែពេលខ្លួនឯងរលួយបានតែពេលគេស៊ីក្មេងខ្មាំងឬក៏គេស៊ីអ្នកតូចតាចនឹងអស់គង់មានថ្ងៃដល់យើងទេដោយភាសាលោកបណ្ឌិតកែមលីគាត់មានប្រសាសន៍ឲ្យអ្នកណាក៏ជាជនរងគ្រោះដែរគ្រាន់តែមិនទាន់ដល់វេនតែប៉ុណ្្នឹងឯងណាអញ្ចឹងហើយអាសេដ្ឋកិច្ចរបស់យើងនឹងចង់ចូលរួមជួយជាតិដល់វាពាក់ព័ន្ធគ្រប់ច្រកលហកទាំងអស់ហ្នឹងប៉ុន្តែក៏មើលរដ្ឋាភិបាលយើងគ្មានគំនិតមាយាទឯណាចង់ជួយជាតិទេហើយក៏គ្មានគំនិតមាយាទឯណាចង់ទៅការពារដែនអាកាសដែនទឹកឬក៏ដែនគោករបស់យើងដែរការពារតែអំណាចឯទីទៀតបោះឆ្នោតហ្នឹងជួយគ្រប់គ្រងទៅសម្ដេចពុកអស់ចាគ្រប់គ្រងទៅយកវាមកដឹកចំោះយើងយកវាមកបំផ្លាញយើងឲ្យខ្ទេចខ្ទីទៀតទៅហើយនៅទទួលបានសរងប៊ីចេងអញ្ចឹងរដ្ឋាភិបាលស្រុកខ្មែរហ្នឹងណាគឺអរគុណយួនរដ្ឋាភិបាលស្រុកខ្មែរហ្នឹងសម្បូរពោពេញទៅដោយប៊ីចេងសរងអញ្ចឹងហៅថារដ្ឋាភិបាលសរងប៊ីចេងហ្នឹងទៅធៀមខ្លួនទៅស៊ីប៊ីចេងលុយ 20000 ហើយសរងមួយលាកឲ្យបាន5ឆ្នាំណាលាកឲ្យបាន5ឆ្នាំបន្តទៀតបងប្អូន